សួស្តីអ្នកនរគ្នាស្វាគមន៍មកកាន់ Channel របស់មាន Yukiko ដែលថ្ងៃនេះមានមកសម្រាប់រឿងមួយប្រភេទដែលមានចំណងជើងថាស្នាម1000ឆ្នាំហើយរឿងនេះដែរគឺជាប្រភេទរឿង BL អ្នកនរគ្នាហើយរឿងនេះក៏ជារឿងដំបូងដែលមានសម្រាប់ដូចគ្នាអញ្ចឹងហើយបើសិនជាមានកំហុសខុសឆ្គងអីកន្លែងណាអ្នកនរគ្នាជួយខន្តីអភ័យទោស admin ផងហើយអ្នកនរគ្នាអាច comment កែលម្អ admin បានហើយ admin នឹងអាន comment របស់អ្នកនរគ្នាតើកុំឲ្យខាតពេលយូរយើងចូលទៅកាន់សាច់រឿងរបស់យើងតែម្ដងទៅផ្ដើមសាច់រឿងដំបូងឡើយនឹងយើងបានឃើញថាមានរាជវាំងមួយគឺនៅកណ្ដាលព្រៃតែម្ដងហើយក៏មានបរិមមួយកំពុងតែដើរក្នុងព្រៃនោះដូចគ្នានៅពេលដែលគាត់ដើរសុកហ្នឹងគាត់ក៏បានមកដល់រាជវាំងមួយនោះហើយនៅពេលដែលគាត់ឃើញឈមមើលរាជវាំងនោះមួយសន្ទុះគាត់ក៏បានចូលទៅក្នុងរាជវាំងមួយនឹងតែម្ដងហើយក៏ឃើញថាមានដៃមួយលេចចេញមកប៉ុន្តែយើងអាចដឹងបានទេថាដៃនោះជាដៃរបស់ណាគេហើយនៅពេលដែលគាត់ដើរចូលមកហ្នឹងគាត់ក៏បានសួរដែរថាមានមនុស្សនៅទីហ្នឹងអត់ប៉ុន្តែគឺអត់មានណាគេឆ្លើយតបនឹងគាត់ទេគឺស្ងាត់ជ្រាបតែម្ដងហើយគាត់ដើរសុកនៅក៏បានមកដល់សាច់ឈូកមួយនៅពេលដែលគាត់ឃើញបែបហ្នឹងគាត់ក៏បានទៅមើលសាច់ឈូកហ្នឹងទៅហើយក៏ឃើញថាមានអ្វីម្យ៉ាងប្រៀបដូចជាសក់អញ្ចឹងនៅក្នុងសាច់ឈុកមួយនោះនៅពេលដែលគាត់កំពុងតែអើតមើលសាច់ឈុកនឹងសុកហ្នឹងក៏មានមនុស្សម្នាក់ដើរមកពីក្រោយគាត់ហើយគាត់ក៏ងាកមើលទៅថាម្នាក់ហ្នឹងគឺជាណាគេហើយនៅពេលដែលគាត់ងាកមើលហើយគាត់ក៏គិតថាម្នាក់ហ្នឹងប្រហែលជាម្ចាស់ផ្ទះនៅទីហ្នឹងហើយជាម្ចាស់នៅកន្លែងហ្នឹងហើយអញ្ចឹងហើយគាត់ក៏បានសុំទោសទៅថាគាត់គឺអត់មានចេតនាចូលមកកន្លែងហ្នឹងទេគាត់ចូលមកដោយចៃដន្យក៏ព្រោះតែគាត់នឹងបានឡើងភ្នំហើយក៏មកវិញនៅក្នុងព្រៃមួយហ្នឹងអញ្ចឹងហើយទៅធ្វើឲ្យនៅពេលដែលគាត់បានឃើញរាជដំណាក់ហ្នឹងហើយគាត់ក៏បានចូលក្នុងរាជដំណាក់ហ្នឹងទាំងគ្មានការអនុញ្ញាតតែម្ដងទៅហើយបរិមម្នាក់ហ្នឹងក៏គាត់មានបានថែដែរគាត់ថាវាគឺជារឿងធម្មតាដែលមនុស្សគ្រប់គ្នាតែងតែមកវិញនៅក្នុងព្រៃស៊ីនយីនហ្នឹងបន្ទាប់ពីបរិមហ្នឹងនិយាយអញ្ចឹងហើយគាត់ក៏បានសួរអាស៊ីងទៅថាតើអាស៊ីងហ្នឹងអាចគេងនៅមួយយប់បានអត់ហើយអាស៊ីងក៏គាត់អត់មានបានបដិសេធអីដែរដោយសារតែវាគឺយប់ដែរហើយអញ្ចឹងហើយគាត់អាចទៅក្នុងព្រៃវិញបានទេហើយអាស៊ីងក៏បានសួរបរិមហ្នឹងទៅថាបរិមហ្នឹងឈ្មោះគេងាយស្រួលគាត់ហើយអញ្ចឹងណាហើយបរិមហ្នឹងក៏គាត់ប្រាប់ទៅថាគាត់មានឈ្មោះថាអ៊ីឡាងបន្ទាប់ពីស្គាល់ឈ្មោះគ្នាហើយអស់ហើយពួកគាត់ក៏បានរែកផ្ទះគ្នាវិញទៅហើយអ៊ីឡាងក៏បាននាំអាស៊ីងហ្នឹងទៅកាន់បន្ទប់ដើម្បីសម្រាប់ដូចគ្នាហើយនៅពេលដែលដើរតាមផ្លូវហ្នឹងអាស៊ីងក៏គាត់បាននិយាយដែរថាបើអត់បានអ៊ីឡាងទេគាត់ប្រហែលជាត្រូវសម្រាប់នៅក្នុងព្រៃហើយយប់ហ្នឹងហើយអាស៊ីងក៏បានសរសើរទៅកាន់ផ្ទះហ្នឹងដូចគ្នាថាផ្ទះហ្នឹងគឺវាមានរចនាបថស្អាតប៉ុន្តែវាបែរជានៅក្នុងព្រៃអញ្ចឹងណាហើយនៅពេលដែលអ៊ីឡាងគាត់លឺអញ្ចឹងគាត់ក៏បាននិយាយថាផ្ទះហ្នឹងគឺសល់ពីដូនតារបស់គាត់ទេគឺវាចាស់ដែរហើយប៉ុន្តែអ្វីដែលគួរឲ្យចាប់អារម្មណ៍នោះគឺកន្លែងដែលស្រះឈូកកន្លែងដែលអាស៊ីងបានមើលឃើញថាវាមានសក់នៅក្នុងហ្នឹងវាក៏បានលេចចេញសក់ហ្នឹងមកហើយសក់ហ្នឹងកំពុងតែតោងឡើងប្រកាន់ដៃហ្នឹងទៀតផងហើយបន្ទាប់មកពួកគាត់ក៏បានឡើងមកដល់ជាន់ទី2ហើយអាស៊ីងក៏គាត់បានចាប់អារម្មណ៍ថានៅហ្នឹងគឺវាមានរូបគំនូរច្រើនខ្លាំងមែនតើហើយគាត់ក៏បានសួរទៅកាន់អ៊ីឡាងទៅថារូបគំនូរទាំងហ្នឹងគឺជារូបគំនូររឿងព្រេងនៅផ្ទះហ្នឹងមែនហើយគាត់ក៏បានបន្តទៀតថាមុនពេលដែលគាត់មកទីនេះគាត់ក៏បានឮសូរពីអាចារ្យមេរ៉ាមជាច្រើនដែលគេនិយាយពីកន្លែងហ្នឹងដែរហើយបន្ទាប់ពីអ៊ីឡាងគាត់ឮអញ្ចឹងហ្នឹងគាត់ក៏បានភ្ញាក់ផ្អើលដែរហើយក៏សួរអាស៊ីងទៅថាគេនិយាយពីអីគេហើយអាស៊ីងក៏គាត់ប្រាប់ទៅគាត់ថាគាត់បានឮមកថាមានមនុស្សជាច្រើនដែលបានចូលមកព្រៃហ្នឹងហើយគឺតែងតែបាត់ខ្លួនជានិច្ចអត់ដែលមានណាគេចេញពីព្រៃហ្នឹងរួចទេហើយសូម្បីតែអ្នករករកនិងអ្នកជួយសង្គ្រោះដែលមកជួយសង្គ្រោះមនុស្សដែលបាត់ខ្លួនហ្នឹងក៏បាត់ខ្លួនដែរព្រាបបីដូចជាពួកគេហ្នឹងបាត់មកពីផែនដីហ្នឹងអញ្ចឹងសូម្បីតែសាកសពក៏មិនអាចរកឃើញដូចគ្នាប៉ុន្តែអ្នកខ្លះបានគិតថាវាមកពីស្ថានភាពព្រៃក្រាស់ពេកហើយអ្នកខ្លះទៀតក៏បាននិយាយថាកន្លែងហ្នឹងអាចនឹងមានខ្មោចលងហើយរឿងព្រេងនិទានបាននិយាយថាកាលពី1000ឆ្នាំមុនមានពួកយក្សធំមួយបានរស់នៅក្នុងព្រៃជ្រៅនៃភ្នំលីនអ៊ីននេះថ្ងៃមួយពួកយក្សមួយក្បាលនោះបានសង្គ្រោះបុរសកាន់ដាម្នាក់ដែលគាត់មានរបួសពីនឹងស្លាប់ដូច្នេះហើយទើបបានជាបុរសម្នាក់នោះហើយនឹងពួកយក្សបានរាប់អានគ្នាធ្វើជាមិត្តភក្តិយ៉ាងជិតស្និទ្ធប៉ុន្តែរឿងល្អមិនមែនយូរទេមិនយូរប៉ុន្មានតុលាការចក្រពត្តិបានបើកប្រតិបត្តិការទ្រង់ទ្រាយធំដើម្បីកម្ចាត់បិសាចប៉ុន្តែដោយហេតុថាពួកយក្សមានកម្លាំងខ្លាំងពេកពួកគេមិនអាចយកឈ្នះបានដូច្នេះហើយទើបពួកគេបដូរទិសដៅទៅកាន់បុរសម្នាក់នោះវិញពួកគេបានយកមាសប្រាក់និងមុខតំណែងជាច្រើនមកសុកប៉ាន់បុរសម្នាក់នោះដោយទ្រាំជាមួយនឹងការលួចលំបានបុរសម្នាក់នោះក៏បានចូលជើងជាមួយនឹងពួកទាហានទាំងអស់នោះដើម្បីមកកម្ចាត់បិសាចពស់ដោយជួយទុកចិត្តទៅកាន់បុរសម្នាក់នោះបិសាចពស់មិនបានប្រុងប្រយ័ត្នទៅលើបុរសម្នាក់នោះទេហើយក៏បានចូលអន្ទះរបស់បុរសម្នាក់នោះត្រូវបានស្លាប់យ៉ាងវេទនាប៉ុន្តែបិសាចពស់គេមិនព្រមទៅចាប់កំណើតនោះទេដូច្នេះហើយទើបបានជាមាននរោមកកាន់ទីនេះចាប់ពីពេលនោះមកព្រៃនេះគឺបានក្លាយទៅជាកន្លែងដ៏គួរឲ្យខ្លាចបន្ទាប់មកអាស៊ីងក៏គាត់បាននិយាយថាវាគ្រាន់តែជារឿងព្រេងប៉ុណ្ណោះប៉ុន្តែមានមនុស្សមួយចំនួននៅតែជឿលើរឿងព្រេងមួយនោះប៉ុន្តែសម្រាប់គាត់វិញគឺគាត់មិនបានជឿលើរឿងព្រេងហ្នឹងទេវាគ្រាន់តែជាការនិយាយតគ្នាទេសម្រាប់គាត់ហើយគាត់បានបន្ថែមទៀតថាផ្ទះដែលមើលទៅមានរចនាបថស្អាតបែបហ្នឹងមិនអាចមានខ្មោចបាននោះចំណែកអ៊ីឡាងពេលដែលគាត់ឮអញ្ចឹងគាត់ក៏ងាកមកកាន់អាស៊ីងហើយគាត់និយាយថាអាស៊ីងហ្នឹងគឺនិយាយត្រូវហើយនៅហ្នឹងគឺគាត់ជាអាចមានខ្មោចបានទេបន្ទាប់ពីពួកគេđangនិយាយគ្នាសុកហ្នឹងក៏បានដើរមកដល់កន្លែងរូបគំនូរស្ដេចពស់ដែលត្រូវបានចាញ់ល្បិចបុរសកាន់ដាវនោះហើយអាស៊ីងក៏
ក៏បានឈប់មើលរូបគំនូរនឹងមួយសន្ទុះទៅហើយស្រាប់តែមួយសន្ទុះក្រោយមកនឹងស្រាប់តែរូបគំនូរនឹងមានចលនាហមខាំគាត់តែម្ដងធ្វើឲ្យអាស៊ីងនឹងគាត់មានទីការភ័យខ្លាំងមែនទែនហើយគាត់ក៏បានលាត់មាត់ទៅថារូបគំនូរនឹងគឺមានចលនាប៉ុន្តែនៅពេលដែលគាត់ងាកមើលម្ដងទៀតទៅរូបគំនូរនឹងគឺធម្មតាវាអត់មានអីទាំងអស់គាត់បានគិតថាប្រហែលជាគាត់នឹងស្មើស្មៃហីបន្ទាប់មកអាស៊ីងក៏គាត់ងាកទៅកាន់អ៊ីឡាំងហើយអ៊ីឡាំងក៏ប្រាប់អាស៊ីងទៅថាអាហ្នឹងឯងគឺជាបន្ទប់របស់គាត់ដែលត្រូវសម្រាប់នៅយប់ហ្នឹងបន្ទាប់ពីលឺអញ្ចឹងហើយអាស៊ីងក៏គាត់អត់មានបានតបអីនោះដែរប៉ុន្តែយើងឃើញថាទាំងមុខរបស់គាត់គឺភ័យខ្លាំងមែនតើមិនដឹងថាមួយមូលហេតុអីទេបន្ទាប់មកទើបយើងដឹងថាព្រោះតែគាត់ភ័យហ្នឹងដោយសារតែគាត់បានឃើញដើមឈើម្យ៉ាងដែរដើមឈើហ្នឹងគឺមើលទៅផ្លែរបស់វាគឺសុទ្ធតែជាបេះដូងតែម្ដងហើយបេះដូងហ្នឹងកំពុងតែលោទៀតផងមិនត្រឹមតែលោទេវាថែមទាំងស្រែកយំឲ្យគេជួយផងដែរហើយអាស៊ីងនៅពេលដែលគាត់ឃើញបែបហ្នឹងគាត់ភ័យខ្លាំងមែនតើគាត់ក៏សួរទៅថាហ្នឹងគឺជាអីគេហើយនៅពេលដែលអាស៊ីងឈប់មើលដើមឈើហ្នឹងសុកហ្នឹងដើមឈើហ្នឹងស្រាប់តែខ្លាចទៅជាដៃតែម្ដងហើយវាក៏បានលូកមកចាប់អាស៊ីងដើម្បីខ្វែយកបេះដូងរបស់អាស៊ីងអញ្ចឹងណាហើយនៅពេលដែលវាក្បែរបានហើយវាក៏បានយកបេះដូងរបស់អាស៊ីងនៅទៅកាន់ដើមឈើហ្នឹងតែម្ដងហើយអាស៊ីងក៏គាត់ភ័យខ្លាំងមែនទែនគាត់ឡើងស្រែកមកតែម្ដងប៉ុន្តែអ្វីគ្រប់យ៉ាងដែលកើតឡើងហ្នឹងវាត្រឹមតែជាយុទ្ធសាស្ត្ររបស់អាស៊ីងតែប៉ុណ្ណោះហើយនៅពេលដែលអាស៊ីងផ្ញើឡើងហ្នឹងគាត់ក៏បានយកដៃទៅសៀបបេះដូងរបស់គាត់តែម្ដងហើយគាត់បាននិយាយថាគ្រប់យ៉ាងវាត្រឹមតែជាយុទ្ធសាស្ត្រទេបេះដូងរបស់គាត់គឺអត់បានបាត់ទៅណាហើយនៅពេលដែលគាត់ដើរចេញពីបន្ទប់ហ្នឹងគាត់ក៏បានឆ្ងល់ដែរថាមិនបានគាត់គេងលក់អញ្ចឹងហើយនៅពេលដើរហ្នឹងគាត់ក៏បាននិយាយថាវាយឺតពេកទៅហើយគាត់ស្ទើរតែពន្យាពេលទៅលើរឿងសំខាន់មួយគាត់អត់អាចពន្យាបែបបានទៀតទេគាត់ត្រូវតែធ្វើបញ្ញាប់ធ្វើសកម្មភាពឲ្យហើយនៅពេលដែលគាត់ដើរហ្នឹងគឺក៏បានឃើញថាមានពូយ័កធំមួយកំពុងតែសម្លឹងមើលគាត់ហើយបន្ទាប់ពីសម្លឹងមើលគាត់ហើយវាក៏បានវាចេញតែម្ដងហើយស្អីរឿងក៏បានកាត់ទៅកាន់មួយខែមុនពេលដែលស៊ីងគាត់បានចូលមកកាន់ព្រៃមួយហ្នឹងគាត់បានជួបនិយាយគ្នាជាមួយនឹងព្រះសង្ឃម្នាក់ហើយព្រះសង្ឃហ្នឹងគឺបានឲ្យគាត់លួចរបស់អ្វីម្យ៉ាងចេញពីផ្ទះមួយហ្នឹងដែលយើងអត់បាច់ដឹងបានទេថាគាត់ចង់ឲ្យអាស៊ីងហ្នឹងលួចអីគេហើយអាស៊ីងក៏វត្តសើចទៅគាត់ថាមើលតអ៊ំចាស់ហ្នឹងគឺជាព្រះសង្ឃហើយមិនបានឲ្យគាត់ទៅលួចរបស់អញ្ចឹងហើយគាត់ក៏បានប្រាប់ទៅកាន់ព្រះសង្ឃហ្នឹងថាគាត់គឺជាអ្នកជំនួយដ៏ស្មោះត្រង់ម្នាក់អញ្ចឹងហើយគាត់អាចទៅធ្វើរឿងដែលខុសច្បាប់អញ្ចឹងបានទេបន្ទាប់ពីព្រះសង្ឃនឹងលឺអាស៊ីងនិយាយអញ្ចឹងគាត់ក៏បានសួរអាស៊ីងទៅថាវាពិតអត់ហើយគាត់បានបន្តទៀតថាគាត់អត់ច្បាស់ដែរប៉ុន្តែគាត់ជឿថាមានរឿងអ្វីម្យ៉ាងដែលអាស៊ីងគឺអាចដោះស្រាយបានទេហើយគាត់បាននិយាយតទៀតថាបើសិនជាអាស៊ីងមានឆន្ទៈក្នុងការធ្វើគាត់ប្រកាសជាអាចទទួលបានជោគជ័យហើយអាស៊ីងក៏គាត់បានតទៅវិញថាវាគឺអាស្រ័យទៅលើស្ថានភាពដូចគ្នាហើយគាត់បានឲ្យព្រះសង្ឃនឹងទៅរកអ្នកផ្សេងទៅរឿងតូចតាចបែបហ្នឹងគាត់គឺអត់ចាប់អារម្មណ៍ហើយគាត់ក៏អត់មានពេលវេលាដូចគ្នាប៉ុន្តែព្រះសង្ឃនឹងបានសួរអាស៊ីងវិញថាបើវាគ្រាន់តែជារឿងតូចតាចថាអីបានអាស៊ីងនឹងបដិសេធគាត់អញ្ចឹងហើយអាស៊ីងនឹងមកនិយាយពីតម្លៃជាមួយនឹងគាត់វិញហើយគាត់បានបន្តទៀតថាគាត់ប្រកាសថាអាស៊ីងនឹងបានដឹងពីតម្លៃនៃការរុករកមួយហ្នឹងហើយបន្ទាប់ពីនេះព្រះសង្ឃនឹងក៏បានដល់យកគុយម្យ៉ាងឲ្យទៅកាន់អាស៊ីងហើយអាស៊ីងក៏បានយកវាមកមើលហើយគាត់បានគិតក្នុងចិត្តថាតើនឹងគឺជាគុយរាត្រីមែនវាមានអាយុកាលរាប់ពាន់ឆ្នាំមកហើយព្រះសង្ឃនឹងក៏គាត់បានបន្តទៀតថាកន្លែងដែលគាត់បានលើកឡើងនឹងគឺវាមានទ្រព្យសម្បត្តិជាច្រើនដែលអាចកាត់ថ្លៃបានទេអញ្ចឹងហើយបើសិនជាអាស៊ីងអាចយករបស់ដែលគាត់ចង់បានមកឲ្យគាត់បានរបស់ទាំងអស់នោះគឺសុទ្ធតែជារបស់អាស៊ីងទាំងអស់បន្ទាប់ពីលឺអញ្ចឹងអាស៊ីងឡើងភ្ញាក់ផ្អើលតែម្ដងគាត់ថាទ្រព្យសម្បត្តិទាំងអស់នោះនឹងខ្លាយទៅជារបស់គាត់ទាំងអស់មែនអញ្ចឹងហើយតើព្រះសង្ឃនឹងគាត់ចង់បានអីគេបើមិនទ្រព្យសម្បត្តិបន្ទាប់មកព្រះសង្ឃនឹងក៏បានប្រាប់អាស៊ីងទៅថាគាត់ចង់បានកម្មព្រះដែលនៅក្នុងនឹងដោយសារតែគាត់បានទុកកម្មព្រះនឹងគឺនៅនឹងយមហើយកម្មព្រះនឹងគឺជារបស់គាត់អញ្ចឹងហើយគាត់ឲ្យអាស៊ីងទៅយកកម្មព្រះនឹងមកឲ្យគាត់ពេញមកបន្ទាប់ពីលឺអញ្ចឹងហើយអាស៊ីងក៏បានសួរទៅកាន់ព្រះសង្ឃនឹងទៅថាព្រះសង្ឃនឹងមករកគាត់ឲ្យជួយដោះស្រាយបញ្ហាហើយប្រាប់រឿងសំខាន់មកគាត់នឹងក៏ព្រោះតែកម្មធម្មតានឹងមែនបន្ទាប់ពីលឺអាស៊ីងនិយាយអញ្ចឹងគាត់ក៏បានប្រាប់អាស៊ីងទៅថាកម្មនឹងវាមើលទៅវាអាចនឹងមិនពិសេសសម្រាប់អ្នកដទៃទេប៉ុន្តែវាពិសេសសម្រាប់គាត់ដោយសារតែវាគឺជាវត្ថុតែមួយគត់ដែលអាចជួយដោះលែងគាត់ពីភាពរង្គោះរង្គើនៃរាងកាយទ្រុឌទ្រោមរបស់គាត់មួយហ្នឹងហើយគាត់បានបន្តទៀតថារបស់ហ្នឹងគឺមានតែអាស៊ីងទេដែលអាចយកចេញពីទីហ្នឹងបានអញ្ចឹងហើយគឺគាត់មានតែមកពឹងអាស៊ីងហ្នឹងឯងហើយរបស់សេសផ្សេងទៀតគឺជារបស់អាស៊ីងទាំងអស់ចំណែកអាស៊ីងវិញក៏គាត់បានគិតក្នុងចិត្តថាតើបរិយាចំណានហ្នឹងគាត់កំពុងតែនិយាយអីគេគាត់ស្ដាប់អត់យល់សោះហ្មងហើយគាត់បានគិតថាឬមួយក៏បរិយាចំណានម្នាក់ហ្នឹងគឺមិនមែនជាមនុស្សធម្មតាទេហើយគាត់បានសម័យថាបរិយាចំណានហ្នឹងកំពុងតែនិយាយប្រាប់គាត់ថាក្មួយប្រុសហើយគាត់កំពុងតែចុះបណ្ដាសាហើយអញ្ចឹងឲ្យជួយគាត់ផងយីមែនកំ ផ្លែស្ងួតសាហាវកូនស្រីហើយបើមុខតានឹងវិញនិយាយមែនក៏ផ្លែសាហាវហ្មងណាអូយតើកុំឲ្យតប៉ែlạiលត់មកមានយូរទៅចូលសៃរបស់យើងវិញអាស៊ីនក៏គាត់បានគិតបន្តទៅថាតើគាត់នឹងអាចជឿព្រះសង្ឃចំណាននឹងបានអត់ប៉ុន្តែនិយាយបានដល់ធំនេះគាត់ក៏បានក្តាប់យកត្បូងរាត្រីនឹងដែលចុះក្នុងអប៉ាហើយក្រោកឈរឡើងហើយបាននិយាយទៅកាន់បរិយាចំណាននឹងថាដល់ឃើញថាលោកហ៊ានចំណាយដល់ម្លងហើយនឹងមានភាពស្មោះត្រង់ទៀតនោះខ្ញុំនឹងយកព្រមធ្វើការងារឲ្យលោកប៉ុន្តែរឿងកំណាប់ទ្របនោះបើសិនជាលោកហ៊ានតែខកខ្ញុំលោកក៏ដឹងហើយថានឹងមានរឿងអីកើតឡើងប៉ុន្តែព្រះសង្ឃបានតបវិញថាឲ្យអាស៊ីងនឹងទុកចិត្តទៅគាត់ជឿថានៅទីនោះប្រកាសជាមានរបស់ជាច្រើនដែលអាស៊ីងនឹងពេញចិត្តហើយ
ម្យ៉ាងវិញទៀតនៅក្នុងភ្នំលៀនអ៊ីនហ្នឹងវាគឺមានលក្ខណៈពិសេសគឺវាមិនអាចមានសេវាបាននោះទេឧបករណ៍តាក់ទងឬមួយក៏ឧបករណ៍កំណត់ផ្សេងៗគឺអាចប្រើប្រាស់បានទេនៅក្នុងព្រៃមួយហ្នឹងហើយអាស៊ីងគាត់ក៏បានឲ្យព្រះសង្ឃហ្នឹងគូផែនទីឲ្យគាត់មកទោះបីជាវាជាវិធីសាស្ត្របុរាណក៏ដោយប៉ុន្តែគាត់មានទំនុកចិត្តជាងតែព្រះសង្ឃនោះគាត់បានតបវិញថាអាស៊ីងហ្នឹងគឺមិនបាច់ចាំត្រូវការផែនទីអីនោះទេព្រោះនៅពេលដែលអាស៊ីងហ្នឹងចូលទៅកាន់ភ្នំលៀនអ៊ីនហ្នឹងអាស៊ីងនឹងបានឃើញផ្ទះបុរាណពណ៌ក្រហមមួយហើយបន្ទាប់ពីនោះមកយើងបានឃើញសៀងកំពុងតែដើរលបទៅកាន់ជាន់លើក៏ព្រោះតែព្រះសង្ឃហ្នឹងបានប្រាប់គាត់ថានៅជាន់លើហ្នឹងគឺមានម្ជុះខ្មៅមួយហើយឲ្យសៀងហ្នឹងគឺរកក្រុមកម្មព្រះហ្នឹងគឺនៅក្នុងម្ជុះខ្មៅហ្នឹងទៅហើយអ្វីគ្រប់យ៉ាងដែលសៀងចង់បានហ្នឹងគឺនៅទីនោះដូចគ្នាបន្ទាប់ពីអាសៀងឡើងមកដល់ជាន់លើហ្នឹងហើយគាត់បានគិតថាជាន់លើហ្នឹងគឺវាតូចជាងជាន់ក្រោមទៀតហ៎បើតាមគាត់បានស្មានយ៉ាងហោចណាស់ក៏ពាក់កណ្ដាលដែរប៉ុន្តែតើជ្រុងផ្សេងទៀតហ្នឹងគឺនៅឯណាហើយតែបរិបទចំណាំហ្នឹងគឺគាត់បានកុហកខ្ញុំទេត្រូវអត់បន្ទាប់ពីគាត់បានធ្វើហ្នឹងអាសៀងក៏បានដើរទៅគូនជាងផ្សេងទៀតខេងលោមានបន្ទប់សម្ងាត់អីអញ្ចឹងណាហើយបន្ទាប់ពីគាត់គូហើយគឺគាត់បានឃើញថានៅកន្លែងហ្នឹងគឺពិតជាមានបន្ទប់សម្ងាត់ពិតមែនប៉ុន្តែគាត់អត់ដឹងថាចូលរបៀបមកយេអញ្ចឹងហើយគាត់ក៏ព្យាយាមរកវិធីដើម្បីចូលក្នុងបន្ទប់សម្ងាត់មួយហ្នឹងហើយគាត់បានរកគ្រប់កន្លះទៅហើយនៅតែរកអត់ឃើញនៅកន្លះសម្ងាត់នៅបន្ទប់សម្ងាត់មួយហ្នឹងបន្ទាប់ពីគាត់រកសឹកហ្នឹងគាត់បានដើរមកដល់កន្លែងក្តារអុកមួយហើយគាត់បានគិតថាតើវាអាចទៅរួចអត់ដែលក្តារអុកហ្នឹងគឺជាកន្លះសម្ងាត់នៃបន្ទប់សម្ងាត់មួយហ្នឹងបន្ទាប់ពីគាត់អឺតមើលក្តារអុកហ្នឹងមួយសន្ទុះគាត់បានគិតថាលើក្តារអុកហ្នឹងគឺវាមានអក្សរនៅលើហ្នឹងហើយគេបានសរសេរថាការដុតទៀនគឺធ្វើឲ្យមេឃនិងផែនដីងងឹតបន្ទាប់ពីគាត់មើលមួយសន្ទុះទៀតមកគាត់បានយល់ហើយថាក្តារអុកហ្នឹងគឺគេចង់និយាយពីអីហើយបន្ទាប់មកក៏គាត់បាននិយាយថាតាមពិតទៅលេខសម្គាល់សម្ងាត់មួយហ្នឹងគឺវាអត់មានអីអស្ចារ្យទេវាគ្រាន់តែជាល្បិចបោកឆើតក្មេងប៉ុណ្ណោះហើយគាត់បានបន្តទៀតថាប្រភេទនៃលេខកូដសម្ងាត់ហ្នឹងគឺស្តៀងនឹងលេខកូដទូទៅដែរកន្លែងនេះអត់មានសម្បត្តិតាមគេសរសេរណាដោយសារតែអត់មានក៏អត់យល់ដែរថាអាក្បួនការលេងទាំងអស់ហ្នឹងគឺគេចង់មានន័យថាម៉េចចឹងហើយអត់មានសម្បកតាមគេសរសេរហើយអាហ្នឹងកន្លែងហ្នឹងគេនិយាយថាទស្សនវិជ្ជានេះដូចជាក្បួនបែបបុរាណពីការប្រកួតនៃផ្កាយទាំង7ល្បីល្បាញនៃរាជវង្សឈីងរទេះទាំង8คล้ายទៅជា4បន្ទាប់មកក្តារអង្គទី2បាននិយាយថាគ្រប់គ្នាដែលធ្លាប់ស្គាល់ជាមួយនឹងការប្រកួតចុងក្រោយនេះនឹងដឹងថាប្រសិនបើក្រុមក្រហមស៊ីដំរីរបស់ពួកគេបានពួកគេនឹងត្រូវចាញ់ដើម្បីឈ្នះពួកគេគួរតែរក្សាភាពស្ងប់ស្ងាត់ហើយរក្សាខ្លួនឯងហើយធ្វើការចរចានោះជាយុទ្ធសាស្ត្រដ៏ល្អបំផុតដូច្នេះហើយវាច្បាស់ណាស់ថាចំណុចនេះគឺត្រូវបញ្ឈប់នៅទីនេះដើម្បីសង្កត់ធ្ងន់ទៅលើយានជំនិះពណ៌ក្រហមនិងស្ដេចពណ៌ខ្មៅដូច្នេះស្វែងរកតួអក្សរពីរដែលត្រូវរើគ្នានៅក្នុងខ្សែបញ្ឈរបន្ទាប់មកអនុវត្តទៅលើការបំបែកដ៏សាមញ្ញមួយហើយរៀបចំឡើងវិញលើតួអក្សរទាំងពីរនេះហើយនៅពេលដែលអាស៊ីរៀបចំរៀបឡើងហ្នឹងក៏បានដឹងចម្លើយថាចម្លើយហ្នឹងគឺវាគឺជាចង្គៀងហើយអាស៊ីគឺគាត់បាននិយាយថាបើសិនបើនោះគឺជាកន្លឹះយន្តមែនវាគួរតែមានពលិរហ័សតែមួយគត់នៅទីនេះបន្ទាប់មកអាស៊ីគឺគាត់ដឹងច្បាស់ហើយថាកន្លឹះសម្ងាត់គឺពិតជាចង្គៀងពិតមែនប៉ុន្តែបើទោះបីជាគាត់ដឹងចម្លើយក៏ដោយក៏គាត់នៅតែអត់សប្បាយចិត្តដោយសារតែគាត់មានអារម្មណ៍ថាចម្លែកព្រោះអីកន្លឹះសម្ងាត់បែបហ្នឹងមិនបានគេទុកចោលវានៅលើតុអញ្ចឹងហើយអាស៊ីក៏គាត់បានគិតបន្តទៀតទៅថាវាច្បាស់ថាមិនមែនជាអ៊ីឡាំងគឺជាអ្នកធ្វើទេព្រោះអ៊ីឡាំងគឺជាម្ចាស់ផ្ទះបើមិនជាគាត់ចង់ឲ្យអ្នកដទៃដឹងពិតមែនគាត់គ្រាន់តែប្រាប់ទៅបានហើយមិនបាច់ចាំមានបញ្ហាវែងឆ្ងាយបែបហ្នឹងទេហើយការឆ្លាតវាមើលទៅព្រានិងមានភាពរញ៉េរញ៉ៃខ្លាំងអញ្ចឹងហើយបង្ហាញថាអ្នកដែលកំពុងឆ្លាតហ្នឹងគេប្រកាសជាបញ្ញាខ្លាំងហើយលើពីនេះទៀតការប្រើលេខកូដសម្ងាត់ដើម្បីទុកជាសារក្នុងវិធីលក្ខណៈបែបនេះស្ថានភាពដែលអាចទៅរួចគឺមានតែការសុំជំនួយប៉ុណ្ណោះបន្ទាប់មកអាស៊ីក៏គាត់បានគិតបន្តទៀតថាតើអាចទៅរួចអត់ថាមានមនុស្សគឺកំពុងតែឃុំខ្លួននៅក្នុងបន្ទប់សម្ងាត់មួយហ្នឹងហើយត្រូវបានដល់លែងឲ្យចេញមកក្រៅដើម្បីស្រូបយកខ្យល់អាកាសតែមួយផ្លែកហើយនៅពេលដែលមនុស្សម្នាក់ហ្នឹងចេញមកក្រៅហ្នឹងក៏បានទុកលេខសម្ងាត់ហ្នឹងដើម្បីឲ្យអ្នកមកក្រោយទៀតបានដឹងពីបន្ទប់សម្ងាត់មួយហ្នឹងប៉ុន្តែបើសិនបើគាត់ទុកជាលេខកូដសម្គាល់វាមើលទៅច្បាស់ពេកដូច្នេះហើយទើបគាត់ឆ្លាតជាលេខកូដទាំងនេះបែបនេះបើទោះបីជាអ្នកដែលចាប់ពួកគេមកឃើញក៏ពួកគេមិនចាប់អារម្មណ៍ដែរព្រោះតែគិតថាវាគ្រាន់តែជាក្បែរក្មេងលេងប៉ុណ្ណោះការចង់ថ្ងៃនេះវាអាចនិយាយបានដល់ធំនេះអាស៊ីក៏គាត់បានគិតបន្តទៀតថាម្យ៉ាងទៀតបន្ទប់ហ្នឹងគឺសិតថាទូលីវាមើលទៅអត់តំណងថាមានមនុស្សរស់នៅតែម្ដងហើយដូច្នេះហើយផ្អែកទៅលើការប៉ាតស្មានរបស់គាត់គិតថាអ្នកដែលចាប់ខ្លួនពួកគេមកប្រហែលជាមនុស្សម្នាក់ដែលឈ្មោះអ៊ីឡាងហ្នឹងឯងស្អីរឿងក៏បានកាន់នៅពេលដែលអាស៊ីងក៏បានចូលមកខ្នានព្រៃនឹងទៅវងវិញម្ដងគាត់បាននិយាយថាវាអត់សមហេតុសមផលសោះតែម្ដងសម្រាប់ឲ្យគាត់រស់នៅក្នុងកន្លែងបែបហ្នឹងម្នាក់ឯងអីបែបហ្នឹងហើយវាមិនត្រឹមតែជាភ្នំលៀនអ៊ីនទេនៅទីនេះគ្មានភូមិអ្នកស្រុកហើយក៏ទីនេះជាតំបន់ព្រៃដាច់ស្រយាលទៀតគ្មានឡានម៉ូតូគ្មានអីសោះតែម្ដងបើចឹងអីតើឲ្យគាត់រស់នៅបែបណាតោះមកអាស៊ីងក៏បាននិយាយបន្តទៀតថាឬមួយក៏អ៊ីឡាងហ្នឹងរស់នៅដោយពឹងផ្អែកលើការបោកបាញ់ប៉ុន្តែមើលទៅវាអត់ដូចតែម្ដងដោយសារតែអ៊ីឡាងមានស្បែកសហើយនឹងរលោងអីចឹងណាវាអត់សមនឹងអ្នកបោកបាញ់តតែសោះហ្មង
ហើយដៃរបស់គាត់វិញគឺមិនដូចជាដៃដែលមនុស្សតែងតែធ្វើការងារធ្ងន់នោះទេបើទោះបីជាគាត់តែងតែញញឹមហើយនិយាយដល់ពាក្យទន់ភ្លន់ក៏ដោយប៉ុន្តែខ្សែភ្នែកដែលគាត់សម្លឹងទៅកាន់មនុស្សវាគឺជាខ្សែភ្នែកដែលត្រជាក់និងគួរឲ្យខ្លាចមួយគូទៅវិញហើយអាស៊ីងគាត់បានបន្តទៀតថាគាត់មានអារម្មណ៍ថាបរិបទម្នាក់ហ្នឹងគឺមានគ្រោះថ្នាក់ខ្លាំងណាស់ហើយសង្ចាម្នាក់នោះក៏ចម្លែកដែរគាត់បាននិយាយថាមានមនុស្សរស់នៅក្នុងផ្ទះចាស់មួយនឹងវាច្បាស់ណាស់ថានេះគឺជាព័ត៌មានដ៏សំខាន់មួយដូច្នេះខ្ញុំពិតជាភ្ញាក់ផ្អើលណាស់នៅពេលដែលខ្ញុំបានឃើញពលឺចេញពីផ្ទះនោះនោះពេលនោះគឺអ៊ីឡាងមិនត្រឹមតែឃើញមុខខ្ញុំទេគាត់ថែមទាំងស្គាល់ឈ្មោះខ្ញុំថែមទៀតផងមើលទៅដូចជាដល់ពេលដែលត្រូវបញ្ចប់ដោយស្ងាត់ៗហើយបន្ទាប់មកអ៊ីឡាងក៏បានសើចហើយក៏បាននិយាយថាវាគឺជារឿងដ៏គួរឲ្យចាប់អារម្មណ៍មួយតែមានទ្រព្យសម្បត្តិកម្រអ្វីខ្លះដែលកំពុងតាក់ទងនៅក្នុងផ្ទះចម្លែកមួយនោះខ្ញុំចង់ឃើញបន្តិចទៀតបន្ទាប់មកសាច់រឿងក៏បានកើតមកដល់បច្ចុប្បន្នវិញយើងឃើញថាស៊ីងក៏គាត់កំពុងតែរករកមឈូសខ្មៅនៅក្នុងបន្ទប់សម្ងាត់មួយហ្នឹងអញ្ចឹងហើយបន្ទាប់មកគាត់ក៏បានទៅដល់កន្លែងមួយហើយក៏ឃើញថាមឈូសខ្មៅហ្នឹងគឺពិតជានៅកន្លែងហ្នឹងពិតមែនហើយគាត់ក៏បាននិយាយថាតើនឹងមិនគឺជាមឈូសខ្មៅមួយហ្នឹងបន្ទាប់មកយើងឃើញថាទឹកមុខរបស់គាត់គឺឆ្ងល់ខ្លាំងមែនទែនដោយសារតែគាត់បានឃើញថានៅកន្លែងហ្នឹងគឺមានគុកចំនួន9ហើយក្នុងគុកនីមួយៗហ្នឹងគឺសុទ្ធតែជាក្រុងឆ្អឹងខ្មោចមនុស្សទាំងអស់ហើយគាត់ក៏បានគិតដែរថាមានអ្វីម្យ៉ាងកំពុងតែចេញពីក្រុងឆ្អឹងទាំង9ហ្នឹងហើយបើមើលតាមសាសនាដែលមាននៅគ្រប់កន្លែងនៅលើរាងកាយគ្មានអ្វីគួរឲ្យកត់សម្គាល់នោះទេគ្រាន់តែថាសម្រាប់ទៅគ្រប់កន្លែងទាំងអស់ហ្នឹងត្រូវបានកាត់ផ្ដាច់ប៉ុន្តែត្រូវបានតបចុះវិញដោយខ្សែលួសហើយហ្គេមទាំងអស់ហ្នឹងមើលទៅវាមានភាពស្អាតខ្លាំងមើលទៅក្រុងឆ្អឹងទាំងអស់ហ្នឹងប្រហែលជាមិនតិចសតវត្សទេមើលទៅឯសន្និដ្ឋានបានថាក្រុងឆ្អឹងទាំងអស់ហ្នឹងប្រហែលជាមួយសតវត្សជាងហើយម្យ៉ាងទៀតក្រុងឆ្អឹងទាំងអស់ហ្នឹងមានសភាពស្ងួតខ្លាំងអញ្ចឹងហើយមានន័យថាក្រុងឆ្អឹងហ្នឹងគឺមិនមែនត្រូវបានកប់ហើយជីកយកមកវិញទេគឺពួកគេត្រូវបានរក្សាទុកយ៉ាងប្រុងប្រយ័ត្ននៅក្នុងបន្ទប់ស្ងួតមួយហ្នឹងម្យ៉ាងវិញទៀតអ្វីដែលចម្លែកនោះគឺក្រុងឆ្អឹងទាំងអស់ហ្នឹងមានមុខស្តៀងគ្នាខ្លាំងមែនទែនហើយគាត់បានបន្ថែមទៀតថាបើសិនជាវិនិច្ឆ័យតាមឆ្អឹងអន្តគីពួករដ្ឋទាំងអស់ហ្នឹងប្រហែលជាមានកម្ពស់ប្រហែលគ្នាហើយនឹងមានស្ថានឆ្អឹងសើដែលដូចគ្នាទាំងស្រុងហើយនោះវាមិននឹងអាចទៅរួចទៅក្នុងរយៈពេល1000ឆ្នាំបរិបទទាំង9នាក់នេះគឺមកពីសម័យកាលខុសៗគ្នាដែលមានភេទកម្ពស់និងសំណង់រូបរាងដូចគ្នាហើយត្រូវមកស្លាប់នៅក្នុងផ្ទះបុរាណមួយនេះតើវាមានរឿងចៃដន្យបែបហ្នឹងដែរហើយគាត់បានគិតបន្តទៀតថាតើវាអាចទៅរួចបានយ៉ាងម៉េចហើយតើនៅលើលោកនឹងមានរឿងអីកើតឡើងខ្លះទៅបន្ទាប់ពីគិតបានដល់ធំនេះគាត់ស្រាប់តែលើសម្លេងចម្លែកចេញមកហើយគាត់ក៏ងាកទៅឃើញថាមឈូសគឺស្រាប់តែបើកខ្លួនឯងតែម្ដងហើយគាត់ក៏ឆ្ងល់ដែរមិនបានមឈូសហ្នឹងគឺបើកខ្លួនឯងអញ្ចឹងហើយនៅពេលដែលមឈូសបើកហ្នឹងគាត់ក៏បានឃើញថាសាសសពដែលនៅក្នុងមឈូសហ្នឹងគឺមានពាក់កណ្ដាលមនុស្សពាក់កណ្ដាលពស់ហើយគាត់ឡើងភ័យហ្មងហើយគាត់ក៏ឆ្ងល់ដែរថាមិនបានមានរឿងទាំងអស់ហ្នឹងកើតឡើងបានអញ្ចឹងហើយយើងបានឃើញថាហ្គេមដែលគាត់ចង់រកហ្នឹងគឺវាកំពុងតែរុំព័ទ្ធបេះដូងដែលនៅក្នុងខ្លួនរបស់អ៊ីឡាងនឹងឯងប៉ុន្តែមួយសន្ទុះក្រោយមកហ្នឹងរាងកាយរបស់អាស៊ីងហ្នឹងគឺវាស្រាប់តែចម្លែកមកតែម្ដងគឺគាត់អាចរើខ្លួនបានទេហើយស្រាប់តែមានអ្វីមួយគឺកំពុងតែបញ្ជាគាត់យកហ្មងហើយនៅពេលហ្នឹងដែរហ្នឹងក្រុងឆ្អឹងមួយស្រាប់តែខ្លាក់ក្បាលវាចូលមកតែម្ដងហើយពេលហ្នឹងអាស៊ីក៏គាត់អាចរើខ្លួនរបស់គាត់មកវិញបានដូចគ្នាប៉ុន្តែខណៈពេលដែលគាត់រើខ្លួនបានហ្នឹងស្រាប់តែមានអ្វីម្យ៉ាងមួយទៅវាគួរឲ្យខ្លាចខ្លាំងមែនទែនហក់មកខាំគាត់យកហ្មងហើយប៉ុន្តែគឺត្រូវបានគាត់កិច្ចផុតហើយស៊ីនៅពេលដែលគាត់ឃើញអញ្ចឹងគាត់ក៏ព្យាយាមរត់ដូចគ្នាដោយសារតែបើមិនរត់គឺងាប់នឹងហើយអញ្ចឹងហើយគឺគាត់ព្យាយាមធ្វើមិនក៏ដោយគឺរត់ចេញពីក្រៅបន្ទប់នឹងហើយបានមុនសិននិយាយរួមទៅកន្លែងហ្នឹងគឺឃើញថាកូនស្រីគឺស្អាតខ្លាំងមែនតើហ្មងណាចេញមកឡើងសង្ហាហែនសាំប្រយប៉ុន្តែជប់សិនគេកំពុងតែជួបរឿងស្លាប់រស់ហែនមានមកឃើញសង្ហាអីណានេះហើយគាត់ពេលគាត់រត់ហ្នឹងគាត់ជិតជេរសត្វហ្នឹងដែរថាហ្នឹងគឺជាសត្វនរកអីគេហ្នឹងមិនបានវាមើលទៅគួរខ្លាចចឹងណាហើយពេលកំពុងតែរត់ហ្នឹងក៏គាត់ឆ្លៀតគិតដែរថាបើគិតទៅបើតាមតម្រុយដែលបានបន្សល់ទុកដោយក្រុងឆ្អឹងមួយក្នុងចំណោមក្រុងឆ្អឹងទាំងអស់ហ្នឹងគាត់ចាប់ពីពេលដែលពួកគេនៅមានជីវិតវាច្បាស់ណាស់ថាពួកគេគឺមានអាយុប្រហែលជា100ឆ្នាំជាងហើយបន្ទាប់មកក្រុងឆ្អឹងទាំងអស់ហ្នឹងគឺបានគេទុកចោលយ៉ាងយូរវាគ្មានផ្លូវទេដែលក្តៅទាំងអស់នោះទើបតែមានមនុស្សប៉ះពាល់វាហើយគាត់ក៏បានគិតទៀតថាតើក្តារអុកមួយហ្នឹងត្រូវបានគេទុកចោលនៅនឹងយូរហើយឬមួយក៏គើបតែទុកចោលនៅនឹងទេបន្ទាប់មកគាត់ក៏បានគិតទៅពីសម្ដីរបស់ព្រះសង្ឃនោះដែលនិយាយថានៅកន្លែងហ្នឹងគឺវាមានទ្រព្យសម្បត្តិជាច្រើនដែលគាត់ចង់បានអីអញ្ចឹងទៅប៉ុន្តែតើនៅកន្លែងហ្នឹងគឺពិតជាមានទ្រព្យសម្បត្តិជាច្រើនមែនក៏អត់ឬមួយក៏ព្រះសង្ឃចំណានហ្នឹងហើយជាមួយនឹងអ៊ីឡាងហ្នឹងគឺរួមចំណិតនេះដើម្បីបោកបញ្ឆោតគាត់ដើម្បីឲ្យមកកន្លែងហ្នឹងប៉ុន្តែតើហេតុអីទៅខ្ញុំមិនដែលស្គាល់ពួកគេទាំងពីរមិនបានពួកគេទាំងពីររួមចំណិតគ្នាដើម្បីបោកបញ្ឆោតខ្ញុំឲ្យចូលបញ្ហាទាំងអស់ហ្នឹងធ្វើអីប៉ុន្តែគិតបានតែគិតទេគាត់នៅតែបន្តរត់អញ្ចឹងបន្ទាប់ពីរត់បានមកសន្ទុះគាត់ក៏បានគិតតទៀតថាវាមានតែហេតុផលមួយប៉ុណ្ណោះគឺថាផ្ទះហ្នឹងគឺជាផ្ទះរបស់ខ្មោចណែស្គាល់សិតរឿងព្រេងនិទានហើយទៅជួបមិញក្នុងមឈូសហ្នឹងឃើញថាកូនប្រុសខ្ញុំគឺពាក់កណ្ដាលពោពាក់កណ្ដាលមនុស្សដែរប៉ុន្តែនៅតែកន្លែងហ្នឹងគិតអត់យល់មិនបានគិតថាផ្ទះហ្នឹងជាផ្ទះរបស់ខ្មោចវិញយីមែនកូនស្រីហ្នឹងគឺឆ្លាតគ្រប់កន្លែងដល់ទៅពេលកន្លែងហ្នឹងមួយគឺថាងងប្រោយមកក៏ម្លាយតាដៀលកូនស្រីច្រើនពេកទៅជួយស្រីរឿងមួយអត់មែនវិញបន្ទាប់ពីគាត់បានរត់ចេញពីបន្ទប់សម្ងាត់មួយហ្នឹងហើយឃើញថាសត្វចម្លែកមួយហ្នឹងគឺអត់បានដេញគាត់បន្តទៀតទេហើយគាត់ឡើងឆ្ងល់ហ្មងថាមិនបានសត្វចម្លែកហ្នឹងលែងដេញគាត់បន្តទៀតអញ្ចឹង ប
បន្ទាប់ពីនេះអាសៀងក៏គាត់បានលើថាអ៊ីឡាំងនឹងបាននិយាយថាគាត់នឹងចេញមកក្រៅលឿនដល់ហើយតើគាត់នឹងបានរកឃើញកំណត់នៅក្នុងនឹងអត់បន្ទាប់ពីអាសៀងលើថាអ៊ីឡាំងនិយាយអញ្ចឹងហើយគាត់វាយកំភ្លើងនឹងមកកាន់អ៊ីឡាំងតែម្ដងហើយគាត់បានសួរអ៊ីឡាំងទៅថាអ៊ីឡាំងនឹងគឺជាអីគេឲ្យប្រកាសអ៊ីឡាំងនឹងគឺជាមនុស្សជាបិសាចឬមួយក៏ជាខ្មោចនិយាយរួមទៅប្រហែលជាកូនស្រីខ្លាចខ្មោចខ្លាំងហ្នឹងមើលទៅហើយអ៊ីឡាំងក៏គាត់បានតបទៅវិញទៅថាជាមនុស្សជាបិសាចឬមួយក៏ជាខ្មោចតើវាមានអីខុសគ្នាទៅនិយាយរួមទៅចម្លើយកូនប្រុសចេញមកគឺបែបខូលប្រោយហ្នឹងហើយបន្ទាប់ពីស្ដាប់ចម្លើយទៅសានខូលរបស់អ៊ីឡាំងហើយអាស៊ីមានជាការធំអត់បានបាញ់មកកំភ្លើងតែម្ដងទៅអាហ្នឹងហើយឆ្លើយខូលពេកអូនបាញ់មកភ្លើងអញ្ចឹងបន្ទាប់ពីបាញ់អ៊ីឡាំងអស់មកគ្រាប់អញ្ចឹងហើយអាស៊ីនក៏បានដើរចូលមកជិតអ៊ីឡាំងហើយបាននិយាយថាអ៊ីឡាំងនឹងបានហូរឈាមច្រើនណាស់អញ្ចឹងហើយអ៊ីឡាំងក៏មានសាច់មានឈាមដូចជាមនុស្សធម្មតាអញ្ចឹងអាស៊ីនក៏បានបង្ខំឲ្យអ៊ីឡាំងនឹងឆ្លើយប្រាប់គាត់មកអ៊ីឡាំងនឹងព្យាយាមធ្វើឲ្យគាត់នឹងមកកាន់ទីនេះអ៊ីឡាំងអត់ព្រមប្រាប់គាត់ទេគាត់នឹងបាញ់សម្លាប់អ៊ីឡាំងនៅកន្លែងហ្នឹងហើយតែការគិតរបស់គាត់គឺខុសឆ្លាអ៊ីឡាំងគឺអត់បានខ្លាចនៅការបាញ់សម្លាប់មួយហ្នឹងឯងគាត់បានទាញកំភ្លើងដែលនៅក្នុងដៃរបស់អាស៊ីនហ្នឹងយកមកដាក់កន្លែងទ្រូងរបស់គាត់ទៀតហើយគាត់បានបន្ថែមទៀតថាគាត់បានខ្លាចការស្លាប់ឯងបើសិនជាស្លាប់នៅក្នុងដៃអាស៊ីងគាត់យកព្រមហ្មងហើយបន្ទាប់ពីនិយាយចាប់កន្លែងហ្នឹងគាត់បានទាញយកអាស៊ីងហ្នឹងយកមកថើបហ្មងហើយអាស៊ីងកន្លែងហ្នឹងគឺមានជាការភ្ញាក់ផ្អើលខ្លាំងហ្មងមិនបានអ៊ីឡាំងហ្នឹងទាញគាត់យកមកថើបអញ្ចឹងប៉ុន្តែដែលគាត់កំពុងតែកាន់កំភ្លើងហ្នឹងគាត់បានយកកំភ្លើងហ្នឹងយកទៅបាញ់អ៊ីឡាំងតែម្ដងអាហ្នឹងហើយហ៊ានពេកហ៊ានទៅឆ្មក់ស្នាមថាបើកូនស្រីគេឃើញគេបាញ់អញ្ចឹងណាឡើងមានជាការផ្អើលបាក់សាបាក់សៃពេញនឹងតែម្ដងហើយស្អីរឿងក៏បានកាន់នៅពេលដែលអ៊ីឡាំងគាត់ទៅតែប្រែរូបប្រែរាងរបស់គាត់ទៅជាមានសាច់មានឈាមវិញអង្កាំដែលនៅរុំបេះដូងរបស់គាត់ហ្នឹងវាក៏ត្រូវបានរលាយហើយរាងកាយរបស់គាត់ក៏ត្រូវបានបិទជិតម្ដងបន្តិចហើយការប្រេះសាមនៃរាងកាយហ្នឹងវាក៏ត្រូវបានមានសាច់មានឈាមឡើងវិញប៉ុន្តែចង់និយាយថាមានសាច់មានឈាមនេះអូយស៊ីមែនសាច់ដុំកង់ប្រោយណាហើយមុននឹងបញ្ចប់ chapter ទី4ហ្នឹងក៏គេមានតែ special episode ដើម្បីឲ្យយើងមើលតិចដែរគេលោថាมันអស់ចិត្តអីចឹងណាហើយសាច់រឿងកន្លែងនេះគឺអ៊ីឡាំងនឹងគាត់បានលូនចូលក្នុងភួយប៉ុន្តែអាស៊ីងក៏បានសួរដល់ការអ៊ីឡាំងនឹងថាមិនបានអ៊ីឡាំងនឹងចូលក្នុងភួយចឹងឲ្យអ៊ីឡាំងនឹងទៅនៅកន្លែងខែរបស់អ៊ីឡាំងនឹងវិញទៅប៉ុន្តែអ៊ីឡាំងនឹងគឺគាត់អត់ព្រមឯងគាត់សុកចិត្តយកកតុយរបស់គាត់នឹងទៅកេះគៀពេញមុខរបស់អាស៊ីងហ្មងពេលហ្នឹងអាស៊ីងក៏បានចាប់កតុយរបស់គាត់ហើយបាននិយាយថាបានជប់លេងគាត់យកព្រមប៉ុន្តែមួយថ្ងៃហ្នឹងឯងហើយបន្ទាប់មកយើងឃើញថាអាស៊ីងនឹងគឺគាត់ស្រែកពេញហ្នឹងហ្មងហើយអ៊ីឡាំងក៏បានដាក់អាស៊ីងទៅថាឲ្យអាស៊ីងនឹងភ្ញាក់ឡើងមនុស្សឈួតអត់មានត្រូវមកស្លាប់ចឹងឯងកន្លែងនេះគឺជាពាក្យសម្ដីរបស់អាស៊ីងម្ដងគាត់បាននិយាយថាឲ្យគាត់តែមកអ៊ីងសោះហ្នឹងហើយប៉ុន្តែគាត់ចំណាយពេលដល់ទៅ1ម៉ាយអ្នកនរគ្នាសាច់គិតមើលគេធ្វើអីគេផ្សាយរឿង chapter ទី6នេះយើងបានឃើញថាអ៊ីឡាំងហ្នឹងគឺគាត់បានដេកស្លាប់បាត់ហើយដោយសារតែអាស៊ីងបានបាញ់គាត់អីចឹងទៅប៉ុន្តែមួយស្នូក្រោយមកហ្នឹងតែពីណាគាត់កំពុងតែនៅហ្នឹងវាស្រាប់តែរង្គើមកតែម្ដងហើយអាស៊ីងនៅពេលដែលគាត់ឃើញបែបហ្នឹងគាត់ភ័យខ្លាំងមែនទែនគាត់ក៏ព្យាយាមរត់ដើម្បីរកច្រកចេញអីចឹងទៅហើយចំណែករាងកាយរបស់អ៊ីឡាំងវិញវាក៏ស្រាប់តែរលាយម្ដងបន្តិចប៉ុន្តែនៅពេលដែលអាស៊ីងគាត់រត់មកដល់កន្លែងទ្វារហ្នឹងគឺបោះអត់ចេញនោះទេទោះបីជាគាត់ទាត់ទ្វារហ្នឹងយ៉ាងណាក៏ដោយក៏ទ្វារហ្នឹងនៅតែបោះអត់ចេញអញ្ចឹងហើយគាត់ក៏ព្យាយាមប្រាប់ខ្លួនឯងថាឲ្យស្ងប់អារម្មណ៍អញ្ចឹងទៅគាត់អាចស្ដាប់នៅកន្លែងហ្នឹងបានទេហើយនៅពេលហ្នឹងគាត់ក៏បាននឹកឃើញពីស្រះទឹកមួយដែលពេលដែលគាត់ចូលមកកន្លែងហ្នឹងដំបូងហ្នឹងគាត់បានឃើញហ្នឹងហើយគាត់បានគិតថាដើម្បីរក្សាទឹកឲ្យវានៅតែពេញនៅក្នុងស្រះទឹកនោះទៅតែនោះត្រូវតែមានកន្លែងតភ្ជាប់ពីខាងក្រៅមកបន្ទាប់ពីគាត់គិតចឹងហើយគាត់ក៏បានហត់ចូលទៅក្នុងស្រះទឹកមួយហ្នឹងទៅហើយនៅពេលដែលគាត់ហែសុកគាត់ក៏ឃើញថានៅកន្លែងហ្នឹងគឺពិតជាមានស្រកចេញពិតមែនបន្ទាប់មកគាត់ក៏បានចេញទៅតាមស្រកចេញមួយហ្នឹងទៅនៅពេលដែលគាត់ហែហ្នឹងគាត់ក៏បានឃើញថាមានពន្លឺថ្ងៃចាំងចូលមកធ្វើឲ្យគាត់ហ្នឹងសប្បាយចិត្តខ្លាំងហ្មងដោយសារតែគាត់នឹងបានចេញផុតពីកន្លែងហ្នឹងហើយប៉ុន្តែក៏សូមចូលរួមសរសើរចំពោះអាស៊ីងផងដោយសារតែពេលដែលគាត់កំពុងតែរៀននឹងចេញហ្នឹងអ៊ីឡាំងក៏បានតាមទាន់គាត់ហើយថែមទាំងចាប់គាត់យកទៅវិញទៀតផងហើយក៏ព្រឹកតែគាត់កាន់នឹងដៃហ្នឹងវាក៏បានជ្រុះចូលទៅក្នុងទឹកហ្នឹងដូចគ្នាប៉ុន្តែអត់មានចំប្រាប់ថាកន្លែងហ្នឹងគឺអត់មានអារម្មណ៍មើលអីទាំងអស់គឺអត់មានចង់មើលតែសាច់ដុំរបស់កូនប្រុសទេយីមែនធំសាហាវហើយអូយសង្ហាខ្លាំងបើសិនជាម្នាក់ហ្នឹងគឺជា admin វិញadmin អត់រត់កិច្ចទេគឺ admin ព្រមឲ្យចាប់ហ្មងប៉ុន្តែបន្ទាប់ពីគាត់ចាប់បានអាស៊ីងហើយគាត់ក៏បានសួរទៅកាន់អាស៊ីងទៅថាអាស៊ីងហ្នឹងគាត់ថាគាត់នឹងអាចរត់ចេញពីកន្លែងហ្នឹងបានមែនហើយមិនធម្មតាសួរអ៊ីឡាំងក៏ថែមទាំងច្បាច់អាស៊ីងខ្លាំងទៀតផងធ្វើឲ្យអាស៊ីងហ្នឹងស្រែកទាំងភាពឈឺចាប់ហ្មងហើយគាត់ក៏បានយកស្អីម្ដងឯងមកចាប់ដៃចាប់ជើងអាស៊ីងពេញហ្នឹងហ្មងហើយថែមទាំងរុកមាត់អាស៊ីងទៀតផងនិយាយរួមទៅគឺថាអ្នកទាំងអស់គ្នាបើស្គាល់អាហ្នឹងគឺថាកាន់ន័យយកខ្លួនឯងទៅដោយសារតែអត់មានក៏អត់ស្គាល់ដែរថាអាក្រហមវែងហ្នឹងគឺជាអីគេដូចគ្នាចឹងហើយអត់មានសំហាហ្នឹងថាជាសត្វចម្លែកចឹងណាហើយកន្លែងហ្នឹងដែរគឺអ៊ីឡាំងគឺបានយកអាសត្វចម្លែកហ្នឹងទៅរុកមាត់អាស៊ីងឡើងភ្នែកគ្នាឡើងក្រហមពេញហ្នឹងហ្មងនិយាយរួមទៅកន្លែងហ្នឹងគឺអាណិតអាស៊ីងដែរដោយសារតែអ៊ីឡាំងធ្វើទារុណកម្មខ្លាំងពេកបន្ទាប់មកយើងក៏លើអ៊ីឡាំងសួរថាតើគាត់ហ្នឹងគួរតែបានបន្ថែមជាងនឹងបន្តិចទៀតអត់ហើយយើងក៏ឃើញថាអាស៊ីងគឺគាត់ភ្ញាក់ឡើងដោយភាពភ័យខ្លាចហ្មងប៉ុន្តែនៅពេលដែលគាត់ភ្ញាក់ឡើងហ្នឹងគឺយើងបានឃើញថាគាត់គឺបាននៅក្នុងផ្ទះបុរាណពណ៌ក្រហមហ្នឹងទៀតទេគាត់បែរជានៅក្នុងបន្ទប់របស់ពីរបស់គាត់ទៅវិញហើយចំណាយអាសងចំណានហ្នឹងក៏បាត់ដូចគ្នាអត់ដឹងថាគាត់ហ្នឹងបានមករកអាស៊ីង
ស៊ីឬក៏អត់ទេណែអាស៊ីវិញនៅពេលដែលគាត់ផ្ញើមកឃើញអញ្ចឹងគាត់ក៏ឆ្ងល់ដូចគ្នាហើយគាត់ក៏បានដើរមើលជុំវិញហ្នឹងទៅបន្ទាប់ពីគាត់ដើរមើលហ្នឹងហើយគឺឃើញថាវាមានអីចម្លែកឯងអញ្ចឹងហើយគាត់ក៏បានដើរទៅសួរលេខារបស់គាត់ទៅថាមានឃើញបរិយាចំណាំម្នាក់គឺបានមករកគាត់អត់ប៉ុន្តែលេខារបស់គាត់គឺអត់យល់ថាគាត់ចង់និយាយពីអីទេអញ្ចឹងហើយគាត់ក៏បានប្រាប់លេខារបស់គាត់បញ្ជាក់ម្ដងទៀតទៅថាគឺព្រះសង្ឃចំណាំម្នាក់ដែលបានមករកគាត់នៅទីនេះតែគាត់ទៅវិញហើយមែនបន្ទាប់មកលេខារបស់គាត់ក៏បានប្រាប់គាត់ទៅថាថ្ងៃហ្នឹងគឺអត់មានព្រះសង្ឃណាមករកគាត់នោះទេបន្ទាប់ពីឮចឹងហើយអាស៊ីងគាត់ក៏បានស្ងាត់បន្ទាប់ពីហ្នឹងមកយើងក៏បានឮថាលេខារបស់អាស៊ីងហ្នឹងគាត់បាននិយាយថាទាំងអស់នេះគឺជាព័ត៌មាននៅក្នុងផ្នែកសន្តិសុខពួកគេបានឆែករកមើលនៅក្នុងកាមេរ៉ាទាំងអស់ហើយប៉ុន្តែនៅតែអត់ឃើញព្រះសង្ឃណាដែលមានភិនភាដោយដែលអាស៊ីងហ្នឹងបានប្រាប់ពួកគេនោះទេហើយលេខាហ្នឹងគាត់ក៏បានបន្តទៀតថាប្រហែលជាអាស៊ីងហ្នឹងឃើញគាត់នៅក្នុងយសពហើយបើអស់ការងារអីហើយគឺខ្ញុំជប់រំខានលោកទៀតហើយចង់ឲ្យរាត្រីសួស្ដីហើយអាស៊ីងក៏គាត់បានតទៅវិញទៅថាគាត់យល់ហើយគាត់អរគុណច្រើនរំខានពួកលោកច្រើននៃគេនិយាយបែបសិលធម៌អញ្ចឹងណាហើយបន្ទាប់ពីគាត់បានចុចប៊ឺទូរស័ព្ទហើយគាត់ក៏បានឈរនិយាយម្នាក់ឯងទៅថាតើវាពិតជាសបិនមែនក៏អីបើសិនជាវាពិតជាសបិនមែនវាគឺជារឿងល្អហើយគាត់ក៏បានបន្តគិតទៀតថាប៉ុន្តែបើវាជាសបិនមែនតើវាជាសមត្ថប្រភេទណាទៅខ្ញុំមានអារម្មណ៍ថាវាពិតជាមានរឿងរ៉ាវវែងឆ្ងាយណាស់ហើយវាពិតជាដូចការពិតខ្លាំងមែនតើទាំងផ្ទះសំណាក់ពណ៌ក្រហមនោះហើយនៅមានបរិមម្នាក់នោះទៀតមិនថាខ្ញុំគិតយ៉ាងណាខ្ញុំនៅតែមានអារម្មណ៍ថាវានៅតែអត់ដូចការបំភាន់តតែសោះហើយគាត់បានគិតបន្តទៀតថាវានៅតែជារឿងអាក្រក់មួយចឹងហើយគួរតែការពារប្រសើរជាងព្យាបាលប៉ុន្តែកំឡុងពេលដែលគាត់កំពុងតែចាក់ស្រាហ្នឹងកែវហ្នឹងស្រាប់តែធ្លាក់បាយតែម្ដងហើយអំបែងក៏បានមកដៃរបស់គាត់ចេញឈាមដូចគ្នាហើយវាក៏បានស្រក់មកតំណក់ទៅលើឥដ្ឋចឹងទៅប៉ុន្តែឈាមតែមួយដំណក់ដែលធ្លាក់ទៅលើឥដ្ឋនោះវាស្រាប់តែคล้ายទៅជាច្រើនតែម្ដងហើយក៏បានលេចរូបរាងមនុស្សម្នាក់ចេញពីឈាមមួយនឹងដូចគ្នាហើយស្រាប់ពេលនោះដែរហ្នឹងស្រាប់តែមានភ្លៀងកូររន្ទះខ្លាំងមែនតើហើយចំណែកឯរូបមនុស្សដែលចេញពីឈាមមួយហ្នឹងវាក៏មានរូបរាងច្បាស់ទៅហើយយើងក៏បានឃើញថាម្នាក់ដែលចេញពីឈាមមួយហ្នឹងវាគឺជាអ៊ីឡាំងហ្នឹងឯងបន្ទាប់ពីឃើញអញ្ចឹងហើយអាស៊ីងគឺគាត់ភ័យខ្លាំងមែនទែនដោយសារតែគាត់កំពុងតែគិតពីអ៊ីឡាំងហើយឥឡូវហ្នឹងស្រាប់តែคลิกមុខអ៊ីឡាំងចេញមកបែបហ្នឹងនេះចំណែកអ៊ីឡាំងវិញពេលដែលគាត់ចេញរូបរាងបានពេញលេញហើយគាត់ក៏បានដើរមកជិតអាស៊ីងហើយគាត់ក៏បាននិយាយថាខ្ញុំមកវិញហើយចំណែកអាស៊ីងវិញគឺគាត់បានគិតថាតើមានរឿងអីកើតឡើងនឹងតើវាត្រឹមតែជាការបំភាន់ទេត្រូវអត់ក្នុងចិត្តគឺគិតអញ្ចឹងឯងប៉ុន្តែនៅក្រៅវិញអាស៊ីងគឺបានយកដៃរបស់គាត់នឹងទៅដើរអ៊ីឡាំងហ្មងប៉ុន្តែអ៊ីឡាំងគាត់បានគេចផុតហើយក៏បានចាប់ដៃរបស់អាស៊ីងនឹងជាប់ហ្មងតើវាចាប់ដៃរបស់អាស៊ីងជាប់ហើយអ៊ីឡាំងក៏បាននិយាយថាដៃរបស់អាស៊ីងនឹងពិតជាលឿនមែនមិនក៏លោកនឹងមិនប្រើកំបិតឬមួយក៏កំភ្លើងទៅបន្ទាប់ពីនិយាយបានត្រឹមហ្នឹងអ៊ីឡាំងនឹងក៏បានកាច់ដៃរបស់អាស៊ីងហ្មងធ្វើឲ្យអាស៊ីងនឹងគឺគាត់ឈឺខ្លាំងមែនតើឡើងលោតជង្គង់ហ្មងអាស៊ីងក៏បានជេរទៅកាន់អ៊ីឡាំងទៅថាអាចចង្រៃតើឯងគឺជាណាគេមិនបានមកញ៉ៃញ៉ៃជាមួយនឹងយើងហូនអញ្ចឹងហើយចំណែកអ៊ីឡាំងវិញបន្ទាប់ពីគាត់លឺអញ្ចឹងហើយគាត់ក៏បាននិយាយថាហេតុអីវាត្រូវហើយដែលលោកគឺបានចាំអីទាំងអស់ហ្មងមកនិយាយអញ្ចឹងឯងប៉ុន្តែដែលកាយវិការរបស់គាត់វិញគឺមានជាការចាប់ឲ្យសោះកូនស្រីរបស់ខ្ញុំអូទីណាពេញហ្នឹងហ្មងហើយក៏បាននិយាយថាខ្ញុំពិតជាចំណាយនឹងលោកណាស់ដែលលោកគឺអាចចាំអីទាំងអស់បន្ទាប់ពីហ្នឹងយើងក៏លឺអ៊ីឡាំងគាត់និយាយថាខ្ញុំនៅបំភ្លេចរឿងរ៉ាវទាំងអស់ដែលតាក់ទងជាមួយនឹងលោកទាំងអស់ចោលហ្មងដោយសារតែលោកគឺបានភ្លេចខ្ញុំដូចគ្នាហើយបន្ទាប់មកអាស៊ីងក៏គាត់បានចែកទៅកាន់អ៊ីឡាំងទៅថាឲ្យអ៊ីឡាំងហ្នឹងគឺដោះលែងគាត់ទៅគឺឆាប់លែងគាត់ភ្លាមប៉ុន្តែអ៊ីឡាំងក៏បាននិយាយថាវាគឺមិនយុត្តិធម៌តទៅសោះដែលអាស៊ីងហ្នឹងគឺបានភ្លេចរឿងរ៉ាវទាំងអស់បែបហ្នឹងបន្ទាប់ពីហ្នឹងអ៊ីឡាំងក៏បានបោះអាស៊ីងទៅលើតុតែម្ដងហើយបោះខ្លាំងទៀតហើយក៏គាត់បាននិយាយថាមិនក៏លោកនឹងខូចចិត្តអញ្ចឹងតែណាគេធ្វើបាបលោកទៅនិយាយរួមទៅធ្វើបាបគេប៉ុណ្ណឹងឯងនៅអត់ដឹងខ្លួនថាខ្លួនឯងធ្វើបាបគេទៀតណាមើលធ្វើសួរហើយគាត់ក៏បានបន្ថែមទៀតថាមិនខ្វល់ទេវាមិនមែនជារឿងសំខាន់អីផងប៉ុន្តែគាត់នឹងធ្វើឲ្យអាស៊ីងនឹងចងចាំរឿងគ្រប់យ៉ាងទាំងអស់ត្រឡប់មកវិញប៉ុន្តែគេមិននិយាយក្បត់ៗដោយអេដមីនចឹងឯណាគឺគេនិយាយបែបផ្អែមល្ហែមប៉ុន្តែអេដមីនអត់ចេះផ្អែមល្ហែមទេចឹងហើយអេដមីននិយាយក្បត់ៗហ្មងទៅហើយចំណែកឯមីកូនស្រីមកឆារបស់យើងហ្នឹងក៏បានស្រែកជេរទៅកាន់កូនប្រុសទៀតហើយថាចង្រៃយកឯងឈួតមែនខ្ញុំគឺជាមនុស្សប្រុសឆាប់លេខខ្ញុំភ្លាមទៅហើយអាស៊ីងក៏គាត់បានបន្តស្រែកទៅកាន់អ៊ីឡាំងទៅទៀតថាជប់ទៅកុំរុញចូលទៀតអីដល់រូបទាំងអស់ហ្នឹងគឺថាអ្នកទាំងអស់គ្នាអាចកាត់ណៃយកខ្លួនឯងទៅអេដមីនគឺអត់ចង់ធ្វើជាអ្នកគ្រូទេអញ្ចឹងហើយអេដមីនសូមអត់ប្រយោជន៍ពីកន្លែងហ្នឹងទេណាអើយអ្នកទាំងអស់គ្នាអាចមើលរូបទាំងអស់ហ្នឹងហើយកាត់ណៃយកខ្លួនឯងអូខេប៉ុន្តែអេដមីនគឺអាណទឹកមុខរបស់កូនស្រីខ្លាំងមែនតើមិនដឹងទីខ្ជិលប៉ុណ្ណាទេចំណែកកូនប្រុសវិញគឺថាអេដមីនក៏អត់ដឹងនិយាយថាមិនទេជាមួយនឹងកូនប្រុសរបស់យើងហ្នឹងគឺថាមានជាខាបាក់យាយហ្មងប៉ុន្តែអ្នកដែលគួរអាណិតគឺកូនស្រីរបស់ខ្ញុំអូយមិនដឹងទីខ្ជិលប៉ុណ្ណាទេកន្លែងហ្នឹងគឺអេដមីនព្យាយាមអស់ពីសមត្ថភាពហើយដោយសារតែអេដមីនអត់ចេះសម្រាយកន្លែងហ្នឹងទេចឹងហើយអេដមីនសុំនិយាយហេអ្នកទាំងអស់គ្នាគឺមើលរូបភាពទៅណាអេដមីនគឺ
admin អត់ចេះសម្រាប់កន្លែងហ្នឹងឯងតែក៏បានយំបទៅកាន់កូនប្រុសដែរថាឲ្យកូនប្រុសហ្នឹងគឺឈប់ទៅដោយសារកូនប្រុសហ្នឹងគឺជាបិសាចហើយកុំគិតថាខ្លួនឯងនឹងធ្វើអញ្ចឹងហើយគាត់នឹងឯងលើកលែងឲ្យនោះហើយគាត់បានបន្តនិយាយទៀតថាខ្ញុំលើកលែងឲ្យឯងទេខ្ញុំនឹងសម្រាប់ឯងហើយកាត់ឯងជាកង់ហើយចំណែកកូនប្រុសវិញបន្ទាប់ពីលឺអញ្ចឹងគាត់ក៏បានសួរថាប៉ិតមែនហើយស្រាប់ពេលដែលគាត់កំពុងតែធ្វើហ្នឹងក៏មានមេឃភ្លៀងធ្លាក់ដូចគ្នាហើយអ៊ីឡានក៏បានសួរអាស៊ីងថាមិនបានអាស៊ីងហ្នឹងខាំមកខ្លួនឯងអញ្ចឹងបើថាឈឺគឺស្រែកទៅអញ្ចឹងadmin អូយ admin អៀនខ្លាំងណាស់ admin សម្រាប់អត់ទៅមកគេមើលទៅហើយគាត់បាននិយាយថាគាត់ចង់លឺស្រែងបោះអាស៊ីងអញ្ចឹងទៅហើយអ៊ីឡានក៏បានខាំកបោះអាស៊ីងទៅហើយទោះអាស៊ីងហ្នឹងគឺគាត់ស្រែកខ្លាំងមែនតើដោយសារខាំកគ្នាដល់ចេញជាមែនណាមិនស្រែកទៀតលោកតែដល់សង្គ្រាមមួយហ្នឹងគឺវានៅតែអត់ទាន់បញ្ចប់នៅនឹងគឺមានជាកែមិនដឹងថាចំណាយពេលយូរប៉ុណ្ណាទេគឺថា admin អត់ដឹងតែម្ដងដោយសារតែមើលតាមហ្នឹងទៅគឺ admin អត់ដឹងទេហើយសាច់រឿងនៅ chapter ទី6ទី7ទី8របស់យើងក៏ចាប់ត្រឹមហ្នឹងដូចគ្នានិយាយរំទៅសារនេះគឺថា admin សម្រាប់បែបវល់ដោយសារតែ admin គឺអត់ចេះសម្រាប់ឈុតឈុតមួយហ្នឹងទេ admin អៀនខ្លាំងមែនតើមួយថ្ងៃហ្នឹងគឺថា admin និយាយខលរហូតហ្មងណាឡើង admin ចង់ទៅអស់ហើយនេះបើវាចឹងអីនេះហើយឡើង sweet admin អៀនខ្លាំងយីមែនហើយវីដេអូហ្នឹងក៏មានតែប៉ុណ្្នឹងដូចគ្នាអញ្ចឹងហើយចាំជួបជាមួយនឹង admin នៅវីដេអូក្រោយទៀតណា goodbye